សួស្តីអ្នកគ្នាខ្ញុំបាទសូសមីហើយក៏ដូចជាសូមគោរពអញ្ជើញមកកម្មវិធីបងស្រាយរឿងម្ដងទៀតណាអ្នកគ្នាបាទហើយថ្ងៃនេះយើងមកបន្តសាច់រឿងសត្វចិញ្ចឹមរបស់ខ្ញុំដែលជាភាគ2បន្តទៀតតែមុនចូលទៅដល់សាច់រឿងសូមកុំភ្លេចចុច like subscribe ឲ្យខ្ញុំម្នាក់មួយផងហើយបើសិនជាចង់លើកទឹកចិត្តខ្ញុំអីវិញអាចលើកទឹកចិត្តខ្ញុំបានតាមរយៈ QR code មួយនេះបានតោះក្នុងភាគនេះយើងឃើញថាអាចារ្យវើមានជាមួយនឹងអានតូបានមកសាលាដូចធម្មតាអញ្ចឹងណាប៉ុន្តែឃើញថាគេមើលច្រើនខ្លាំងមែនតើតាំងពីអានតូមានអាចារ្យវើមានមកគេមើលរហូតហ្មងប៉ុន្តែក៏មានសាច់អញ្ជើញធំមួយដាក់មកអាចារ្យវើមានអញ្ចឹងតែអាចារ្យវើមានក៏បានផ្ទាត់ផ្លាច់មកសាច់អញ្ជើញហោះស្ទុយមកអ្នកទាំងពីរនាក់ធ្វើអ្នកគ្រប់គ្នានៅក្នុងសាលាចាប់អារម្មណ៍យកតម្រងជាពិសេសប្រុសៗហ្មងចាប់អារម្មណ៍តែអាចារ្យវើមានទេដូចខ្ញុំដែរវាមើលតែអាចារ្យវើមានគឺជាសត្វអញ្ចឹងមួយដែលធំយេលេងនៅពេលដែលល្ងាចឡើងពេលដែលអាចារ្យវើមានជាមួយនឹងអាតូដើរត្រឡប់ទៅកន្លែងគេងវិញក៏មានអាគីពីរនាក់ដើរសម្ដៅមកកាន់ពួកគេយកតម្រងអានោះក៏បាននិយាយថាបងម្នាក់ស្រីហ្នឹងហើយវាក៏បានប្រាប់ថាបងម្នាក់ស្រីហ្នឹងជាមួយនឹងអាក្មេងតូចនេះដែលបានធ្វើបាក់សិនចំខ្ញុំពិសេសជាងគេម្នាក់មួយអាវខ្មៅនោះក៏ផ្ទាត់សិនចំខ្ញុំបន្តិចសិនចំខ្ញុំប៉ើងបាត់ត្រាបាត់ហើយឥឡូវហើយធ្វើមកយើបងធំមកគេក៏បាននិយាយថាអូតាមប៉ាក្មេងនឹងសក់ក្មេងនេះឥឡូវល្បីណាយើងក៏បានឃើញថាម្នាក់ស្រីនេះមិនមែនជាមនុស្សធម្មតាទេគឺជាសាន់ជើរបស់វាអាបងធំម្នាក់ហ្នឹងក៏បានណែនាំខ្លួនហ្មងទៅគេមានឈ្មោះថាលេកគេចង់ប៉ះគ្នាមួយទៅអត់ប្រាប់របស់យើងហានេះគឺជាសិស្សច្បងតាអាតូរបស់យើងមានអារម្មណ៍ថាភ័យខ្លាំងមែនតើចំណាយចាយវើមានមិញអត់ខ្វល់ទេអត់ដឹងអាលេខណាផងដែលស្គាល់អត់ស្គាល់អាតូពេលហ្នឹងគេក៏បានប្រើជាមួយវិជារបស់គេអាវិជាតកអ្នកទាំងគ្នាគេស្ទាត់ជំនាញជាមួយនឹងវិជាមួយហ្នឹងលោកបានទៅវូបក៏អសិស្សច្បងលេខហ្នឹងផងតាអសិស្សច្បងលេខហ្នឹងគេមិនប្រកាសតែមាត់ណាគេក៏បានហៅសិនជើនរបស់គេដែលជាដៃនសរធំម៉ែកប់សេរីមើលទៅខ្លាំងអស្ចារ្យតែម្ដងតែតាមខ្ញុំគិតអាពណ៌ក្រហមជើងកាយបើអាពណ៌ខ្មៅខ្លាំងអាពណ៌ក្រហមជើងដូចមិនសូវទេប៉ុន្តែអីអែមអាតូរបស់យើងឃើញហើយក៏បាននិយាយថាហាសាន់ជើញរបស់គេធំខ្លាំងចំណែកសាន់ជើញរបស់ខ្ញុំវិញគឺជាអាចេបឹមធំតែអានោះនឹងមិនឈ្នះអាចេក៏បាននិយាយថាអូអត់អីទេអាចេក៏បានទៅអោបអាតូក្រឹបយកតម្រងដើម្បីផ្ដល់កម្លាំងពេលនឹងដែរអានតូក៏បានប្រើជាមួយយកទៅសើគេម្ដងទៀតឲ្យយកសើតកោដល់បានរងកម្លាំងជាមួយអាចារ្យវើមានបាញ់ទៅវូបអាតកោធំខ្លាំងទៅប៉ាំងធ្វើឲ្យដែរសើជាមួយអាសើច្បងលេខចាញ់តែម្ដងទៅម៉ែសើច្បងលេខនឹងមកមិនទាន់បានចេញវិតមុនសិលអីហងហើយយកសัตว์ធំប៉ុណ្ណាចាញ់អាចារ្យដែរ so respect នៅពេលរួចពីកន្លែងហ្នឹងហើយពួកគេក៏បានមកដល់កន្លែងសម្រាប់អញ្ចឹងណាអាចារ្យក៏បាននិយាយថាអូតាមពិតមករៀននៅសាលាហ្នឹងក៏ពិបាកតែណមានតែរឿងរហូតធន់ណាអាតូក៏បាននិយាយថាគេមករៀននៅសាលាហ្នឹងក៏គេមានមូលហេតុដែរគេចង់ខ្លាចជាគ្រូវិទ្យាមុនម្នាក់ដែលប្រកែកអញ្ចឹងណានៅក្នុងសាលាហ្នឹងគេបែងចែកជាដំណាក់ទី1គឺក្បាលមាន់អញ្ចឹងណានៅក្នុង Mobile Legends គេហៅក្បាលមាន់ហ្នឹងទី2គឺជា Silver ហើយចំណែកទី3គឺជា Gold ហើយអ្នកនៅលំដាប់ Gold គឺតិចខ្លាំងមែនតើអាចនិយាយបានថាមានដូចជា3 4 5នាក់ទេនឹងគឺ top ជាងគេនៅក្នុងសាលារៀននឹងយកដល់ម្ដងមិនលំទេណាអ្នកគ្នាបើនិយាយពីទឹកដៃវិញខប់សេរីហ្មងគ្មានអាណាប្រៀបបានទេអាចេក៏បាននិយាយថាអូតាមពិតអាតូចង់ខ្លាចជាលំដាប់ top Gold ត្រូវអត់អាតូក៏បាននិយាយថាអត់ទេខ្ញុំមកចង់ទៅដល់ Gold ហ្នឹងទេប៉ុន្តែខ្ញុំចង់ទៅដល់ Platinum លើ Gold ហ្នឹងទៀតក្នុង Free Fireខ្លាចជា top 1ក្នុងសាលានឹងយកតែម្ដងអាចារ្យវើមានលឺចឹងក៏បាននិយាយថាហាអាតូពិតជាមានក្ដីស្រមៃអស្ចារ្យខ្លាំងតែខ្ញុំសរសើរខ្ញុំលើកទឹកចិត្តម៉ែមកចាំចាកម្លាំងចិត្តតិចចាប់អាតូអបគ្រប់អើយអានោះវាបានប្រកែកថាអត់ទេអាចារ្យកុំធ្វើចឹងធ្វើលេណាគ្រាអូជួយអាចេះ support យកតំណងចង់ឲ្យអានតូធ្វើរឿងដែលស្រឡាញ់ធ្វើរឿងដែលគេចូលចិត្តអញ្ចឹងណាចាំអាចេះផ្ដល់កម្លាំងចិត្តឲ្យទៀតនេះក៏ទៅជាកម្លាំងចិត្តតិចតួចទេចាធំមិនតើអាចេះអើយសាំហើយច្បាស់អានតូគឺជាក្មេងប្រុសម្នាក់ដែលដូចខ្ញុំបេះបាក់យកម្ដងគឺក្អៀនខ្លាំងមែនតើហ៊ាននៅចិត្តស្រីទេខ្លាចខ្លាំងណាអាចេះបើមានក៏បាននិយាយបន្តថាតោះអានតូដល់ពេលយប់ហើយអាតូទៅផ្ដេកកម្លាំងទៀតអាចេះរយយប់យកតែម្ដងនៅពេលហ្នឹងដែរអាចេះក៏បានចាប់ផ្ដើមដកអាវគេផ្ទេកម្លាំងទៀតចាំបាច់ដកអាវអាតូក៏បាននិយាយថាត្រូវផ្ទេកម្លាំងជាតិអញ្ចឹងរាល់យប់យកតែម្ដងមែនអត់ត្រូវហើយអាចេះគឺជាសាន់ជើញសេរីធំសេរីធំអូខេនៅពេលយប់នឹងដែរអាតូក៏បានផ្ទេកម្លាំងធាអាចេះវើមៀទៅនៅថ្ងៃស្អែកបន្ទាប់មកពួកគេក៏បានមកសាលារៀនធម្មតាអញ្ចឹងតែហើយមើលទៅកាន់អាចេះវើមៀម៉ែពីងមើលអាចនិយាយបានថាស្រស់ស្រាយហ្មងព្រោះថាបានសូមកម្លាំងធាពីអាតូហើយមើលទៅកាន់អានោះវិញម៉ែមុខដល់ក៏មុខកំមើអើយរៀននៅក្នុងសាលារៀនវិញអាតូមិនមែនតែលីលៀននឹងជាមិត្តភក្តិសម្លាញ់ម្នាក់ឯណាគេមានមិត្តភក្តិប្រុសម្នាក់ទេមានឈ្មោះថាម៉ាហើយចំណែកម្នាក់ស្រីនៅខាងគៀនអូនមានឈ្មោះថាអូនឆាឡនដែលនៅថ្ងៃដែរទាំង5នាក់ក៏ត្រូវបានលោកគ្រូលោកហៅទៅធ្វើខ្វះមួយគ្នាយើងយកពាក្យថាខ្វះនោះវាដូចជាកិច្ចការអញ្ចឹងណាប៉ុន្តែនៅក្នុងរឿងគេហៅថាខ្វះហើយលោកគ្រូម្នាក់នេះខ្ញុំមិនដឹងថាហៅគាត់ថាឈ្មោះអីគេខ្ញុំដាក់ឈ្មោះថាគាត់លោកគ្រូបឹមហ្មងណាគ្នា
ហើយចឹងលុយហើយមកហើយដល់គ្រូហើយ4 5ហ្នឹងមកធ្វើខ្វះអីចឹងគឺដោយសារ4 5ហ្នឹងគឺហ៊ានបកកាយចឹងណាឃើញយើងចឹងគាត់ចង់ឲ្យធ្វើខ្វះមួយដើម្បីស្វែងរកអ្នកតំណាងឆ្នាំទី2ហើយខ្វាន់គ្មានពិបាកទេគ្រាន់ឲ្យពួកគេទាំងអស់គ្នាហ្នឹងចូលទៅក្នុងប្រៃដើម្បីស្វែងរកការម្យ៉ាងដែលនិយាយបានចឹងណាហើយប្រការមានតែម្ដងទេបើសិនជាណាគេហៅបានខ្លាចជាតំណាងទី2ក្នុងសាលារៀនយើងយកតែម្ដងបន្ទាប់ពីហ្នឹងពួកគេទាំងអស់គ្នាក៏បានចូលទៅក្នុងប្រៃដើម្បីស្វែងរកការហ្នឹងចឹងណាក្នុងចំណោមពួកគេទាំង5នាក់ហ្នឹងឃើញថាម៉ាស់ហ្នឹងអត់សូវហ៊ានបកកាយហ្មងទេប៉ុន្តែគេចង់មករកការហ្នឹងដែរចឹងណាគេក៏បានហៅសិនអញ្ជើញគេមកចម្ដងម៉ៅវ៉ាវនិយាយថាគ្នាយើងមានចាំអាសានអញ្ជើញយើងឃើញតាំងពីវគ្គដំបូងអាសានអញ្ជើញពាក់បូហើយម៉ែអើយអញ្ជើញមកដល់ពេលចូលទៅដល់ក្នុងភ័យជ្រៅទៀតអាម៉ាស់ហ្នឹងក៏បានត្រូវអាវ៉ាស៊ីមនុស្សខំព្រឹបម៉ែសានអញ្ជើញបងគេអាចជួយបានទេអូនឡើងខ្ជិះខ្ជួតហើយទៅលេងមួយអាវ៉ាស៊ីមនុស្សមិនកើតតែម៉ាស់បានស្លាប់ទេគ្រាន់តែវ៉ាងវាទៅពីគាត់ទេបន្ទាប់មកពួកគេក៏បានដើរទៅបន្តទៀតដល់ទុកម៉ាស់ហ្នឹងនៅចោលកន្លែងហ្នឹងសើខ្ជិលលួយលវលចូលទៅក៏បានឃើញជាតម្រងនោះផ្កានោះហើយម៉ែផ្កាហ្នឹងកន្លែងណាមិននៅទៅនៅកពូលប៉ុណ្ណានៅជឿមកឡើងយកមិនទេអាប៉ុណ្ណឹងមកជុំឯងងុំមានបិសាចមួយនៅចាំនៅក្រោមហ្នឹងទៀតទៅក៏បានគាត់ថាចូលទៅមិនទៅណលីលីក៏បាននិយាយថាប៉ុណ្ណឹងកាគេមានថ្នាំផឹកទៅអាចបាំងកាយបានទៅក៏បាននិយាយថាបិសាចហ្នឹងក៏វាមើលឃើញមែនប៉ុន្តែវាអាចហត់បានណាលីលៀងអូនក៏បាននិយាយថាអត់អីនោះមើលអា monster ហ្នឹងអាបិសាចហ្នឹងវាផ្ដាសាយនឹងវាហត់មិនកើតហើយមកដល់កន្លែងឆ្ងល់ទេណាគ្នាអាបិសាចវាចេះផ្ដាសាយទៀតសង្ស័យអាយុមិញត្រូវទឹកភ្លៀងអូនលីលីក៏បានចាប់5ថឹកទឹកថ្នាំហ្នឹងអញ្ចឹងណាឃើញថារាងកាយបងអូនក៏បានបាត់យកម្ដងប៉ុន្តែកៅអៅវានៅអូនក៏សម្រេចចិត្តថាដោះកៅអៅយកតែម្ដងប៉ុន្តែអូនក៏ហ៊ានអៀនជាមួយនឹងអាតូដែរព្រោះថាអាតូមើលអត់ឃើញមែនប៉ុន្តែអូននៅហ៊ានណោះដល់ពេលចុងក្រោយចុងក្រោយក៏ទៅដោះដែរដល់ពេលអូនដោះអស់ហើយអូនក៏បានដើរចូលទៅថ្នមយ៉ាងតែម្ដងហើយចំណាចែវើមានជាមួយអានតូវិញក៏បានអឺតមើលពីចង្អាយចូលដល់ណាហើយមិនក៏មើលឃើញអញ្ចឹងកំពុងតែនរគ្នាឈរមើលណាចែវើមានក៏បាននិយាយថាអាតូតិចមានការប្រកួតគ្នាជាមួយអា3សាច់ហ្នឹងទៅមកបញ្ចូលកម្លាំងធាតុទៀតមកគីឡូមានការប្រយុទ្ធគ្នាកាត់ឡើងអាចែវើមានចាប់អាតូប្តេកប៉ក៏បានបឺតកម្លាំងធាតុលសឌូបឺតយកឌូចំណាអូនលីលីវិញក៏បានដើរចូលទៅចិត្តអាម៉ងស្តឹងប៉ុន្តែអូនមានអារម្មណ៍ថាមើលពីចង្ងាយដូចរឿងច្រឡំចឹងណាអាសัตว์បិសាចហ្នឹងវាមានក្បាល3គ្នាយកហើយវាផ្ដាសាយតែក្បាលមួយទេគ្នាយើងយល់កន្លែងហ្នឹងវាមានខ្លួនមួយប៉ុន្តែក្បាលវា3ហើយវាផ្ដាសាយតែក្បាលមួយវាធំខ្លួនលីលីប៉ុវាក៏បានចង់ចាប់ការជាមួយលីលីអាតូឃើញចឹងក៏បានអាវេទមន្តទៅកាន់អាសัตว์បិសាចហ្នឹងទៅដើម្បីឲ្យលីលីទៅកាច់អាផ្កានិយាយបាននឹងបានលីលីឃើញចឹងក៏បានឡើងទៅប្រូចហ្មងថាបិសាចហ្នឹងកំពុងតែចាប់អារម្មណ៍ជាមួយនឹងអាតូចឹងណាអាតូឃើញចឹងក៏បាននិយាយថាចេដល់វិញចេអាចែវើវិញពេញយកម្ដងព្រោះមានកម្លាំងតែបញ្ចូលកម្លាំងធាតុហើយអូនមានអារម្មណ៍ថាស្រស់ស្រាយក៏បានបញ្ចេញវេទមន្តទៀងម៉ាម៉ងស្ទើខ្ទេចខ្លួនយកម្ដងហើយចំណាអូនលីលីវិញក៏បានកាត់ការនឹងបានហើយគេក៏បានហត់ទៅឲ្យអាតូថាណែអាតូយកនៅពេលហ្នឹងដែរថ្នាំបាំងកាយវាក៏បានអស់ប្រសិទ្ធភាពគ្នាយើងហើយអាតូក៏បានឃើញទឹកអស់ហ្មងអាតូមានអារម្មណ៍ថាភ័យខ្លាំងតែហើយចំណាអូនលីលីវិញក៏ភ័យដែរធ្វើឲ្យផ្កាងរបូតពីដៃយើងម្ដងធ្លាក់មកកាន់ដៃរបស់ឆាឡុនណាហើយឆាឡុនក៏ឈ្នះទៅអញ្ជើមកអានោះមិនទាន់បានធ្វើអីឈ្នះបាត់ហើយធ្វើឲ្យអូនឆាឡុនខ្លាចជាតំណាងក្នុងឆ្នាំទី2យើងម្ដងអាតូជាមួយនឹងអូនលីលីក៏អត់ថាអីដែរណាគេបានធ្វើជាតំណាងអីតំណាងទៅអត់ខ្វះទេដល់ពេលចប់កិច្ចការហ្នឹងអាតូជាមួយនឹងអាចារ្យវើមីក៏បានទៅសាលារៀនធម្មតាអីចឹងណាហើយយើងឃើញថាថ្ងៃនេះដែរអាចារ្យវើមីដល់ញ៉ាំរបស់ផ្អែមដូចជាក្រែមដូចជាអីចឹងណាហើយឃើញថាអាចារ្យវើមីចូលចិត្តខ្លាំងមែនតើឡើងឆ្ងាញ់មកអាតូក៏បាននិយាយថាញ៉ាំបានក្រែមមកបញ្ហាតែចេះប៉ុន្តែកុំញ៉ាំច្រើនពេកប៉ុន្តែយ៉ាធរតែធរទៅអាពីរនោះធ្ងន់លើសដើមហើយគ្នាយើងគិតអីកំពុងនិយាយអាតូក៏បានឆ្ងល់ថាអាចេក៏ជាបិសាចត្រូវចឹងមានថាអាចេវើមៀមអាយុមិនតិច100ឆ្នាំមកទេគេបានថាស្គាល់អាចេធម្មតាចឹងប៉ុន្តែអត់ដឹងថាប្រវត្តិអាចេកាលពីមុនមិនទេគេឆ្ងល់គេគិតក្នុងចិត្តរបស់គេណាអ្នកគ្នានៅពេលហ្នឹងដែរក៏មានវងមីនីក្រៀតហោះពេញមេឃយកម្ដងធ្វើឲ្យសសគ្រប់គ្នាមើលឲ្យក៏បានគិតថាអូអស់ចាខ្លាំងណាស់ហើយនេះក្រៀតហ្នឹងគឺជាក្រុមរំដាប់គោលហ្នឹងឯងគេហោះយ៉ាងលោយកតែម្ដងហើយនៅក្នុងហ្នឹងគឺសិតតែធ្វើដៃល្អហើយក្នុងតែដែរអាតូក៏បានរៀនធម្មតាចឹងណាប៉ុន្តែពួកគេក៏បានប្រទះឃើញក្រុមកងដើរមកអញ្ចឹងណាហើយដើរមកមានអំណាចខ្លាំងមែនតើមានរត់ហ្មងណាវេទមន្តពួកគេខ្លាំងអាតូក៏បាននិយាយទៅកាន់អាចេថាចេះឲ្យផ្លូវតិចទៅកុំលេងសើមួយពួកនឹងឲ្យបាននេះវាចេះគ្រប់មុខហ្មងណាអាយនិយាយបានថាថប់នៅក្នុងចំណោមពួកហ្នឹងក៏មានសិស្សច្បងម្នាក់ដែលពាក់មួកគឺជា leader ក្នុង team ហ្នឹងអញ្ចឹងណាដល់មកពឹបគាត់ក៏បានកលែកមើលជាមួយអាចេវើមីអញ្ចឹងណាពេលហ្នឹងគ្រាន់តែមើលមុខគ្នាទេអត់ទាន់មានអីកើតឡើងទេតែខ្ញុំអត់ទាន់ហ៊ានធានាថាអាចេវើមីអាចនឹងទៅវាយគេអីអត់នៅពេលដែលល្ងាចឡើងអាតូក៏បានមកដល់កន្លែងគេវិញគេមកមុតទឹកសម្អាតរាងកាយអញ្ចឹងណាហើយច្បាស់ណាអាចេវើមីអត់ទៅណាទេគេចង់នៅក្បែរអាតូអញ្ចឹងណាហើយក៏បានដើរចូលមកវឹបយកតែម្ដង
អូយឈុតសាហាវមកគ្នាយើង តែប៉ុណ្្នឹងមិនអីគ្នាយើងមើលកើតទេចុះអាចេះវើមីគឺជាសាច់អញ្ជើញរបស់អាតូទៅអត់ចឹងត្រូវនៅក្បែរអាតូរហូតហើយអាចេះវើមីក៏បាននិយាយថាមកអាតូតើខ្ញុំគឺជាអ្នកដោះក្អែលឲ្យក្អែលឲ្យក្អែលហើយលុញឲ្យទៀតលុញឲ្យផ្ទះទៀត លុញឲ្យផ្ទះនិយាយលេគ្នាយើងអាចេះវើមីក៏បាននិយាយថាចូលតាមកចឹងហើយផ្ទះកម្លាំងធាតឲ្យខ្ញុំឥឡូវមកផ្ទះឥឡូវហើយហ្មងទៅមិនបាច់មុជទឹកហើយបាច់អីទេអាតូក៏លឺចឹងក៏បាននិយាយថាអត់អីទេបើចូលមកចឹងហើយផ្ទះហ្មងក៏បានផ្ទះដាក់ឌូហើយអូខេសាច់រឿងភាគ2របស់យើងគឺត្រូវបានកាត់ចប់ប៉ុណ្ណឹងឯងអ្នកគ្នាកុំមើលច្រើនពេកយ៉ាត់ក្តៅខ្លួន អត់កើតទេភាគសាហាវមើលអ្នកគ្នាចឹងមានប៉ុណ្ណឹងទេសូមជម្រាបលាអ្នកគ្នាក៏ដូចជាសូមឲ្យអ្នកគ្នារកស៊ីមានបានសូមអនុមោទនា បាយបាយ